សួស្តីអ្នកនរគ្នាខ្ញុំបាទ Hero Taka តែនៅក្នុងថ្ងៃហ្នឹងដែរគឺខ្ញុំនឹងលើកយករឿង anime មួយដែលល្អមើលមែនទែនតែវាទៅតែចេញបានពីភាគអីនោះទេហើយនៅក្នុងវីដេអូនេះបើសិនបើខ្ញុំនិយាយខុសត្រង់ណាក៏សូមអធិស្ឋានផងតោះចឹងយើងចូលមកសាច់រឿងរបស់យើងទាំងអស់គ្នាបើសាច់រឿងរបស់យើងដំបូងហ្នឹងក៏បង្ហាញឲ្យឃើញជាមួយនឹងផ្ទះមួយដែលនៅក្នុងផ្ទះហ្នឹងគឺមានជាមួយនឹងក្មេងប្រុសនិងក្មេងស្រីពីរនាក់ដែលពួកគេកំពុងតែលេងហ្គេមហើយស្រាប់តែពេលនោះក្មេងស្រីបាននិយាយពាក្យថា I love you ទៅកាន់ទូប្រុសដែលទូប្រុសរបស់យើងមានឈ្មោះថា Yukiya ពេលហ្នឹងក៏រៀងឆ្ងល់ផងដែរហើយក៏មានសម្លេងរបស់តួឯកប្រុសរបស់យើងក៏បាននិយាយដែរថាវាចាប់ផ្ដើមតាំងពីកូនរៀនថ្នាក់ទី6មកម្លេះហើយពួកយើងហៅវាថាហ្គេមស្នេហាបន្ទាប់មកខាងស្រីក៏បាននិយាយមកកាន់តួប្រុសថាណែយូគីយ៉ាតើមិញបេះដូងរបស់ឯងលោតញាប់អស់ហ្នឹងមិនមិនដែរដូងខ្ញុំវាត្រូវតែលោតញាប់ហើយកុំចេះសួរនាំច្រើនបើយូឯងឡើងកទឿហ្នឹងមិនបានមកត្រូវនិយាយចឹងដែរខ្ញុំបន្ទាប់វាឃើញយូគីយ៉ាលេងហ្គេមដូចអាចចឹងក្មេងស្រីនោះក៏បាននិយាយថាជួយអីគេណាមើលខ្ញុំលេងម្ដងមើលយូគីយ៉ាតបមិនលេងមិនអាចស្អីពេលលេងទៅមិនខុសគ្នាហ្មងលេងដូចអាចដូចគ្នាសោះអូឥឡូវចាញ់បាននេះមើលដោយសារហ្គេមស្នេហាឈួតដល់បងយូឯងហ្នឹងបានខ្ញុំងាប់ចឹងបន្ទាប់មកទូស្រីខ្ញុំភ្លេចប្រាប់ថាឈ្មោះអីតាមពិតទៅនាងមានឈ្មោះថាមីគូអញ្ចឹងខ្ញុំនឹងហៅឈ្មោះនាងបន្ទាប់មកមីគូបាននិយាយទៅកាន់យូគីយ៉ាថាមិនខុសឯងមកយើងងាកមកប្រាប់គ្នាថាជឿស្លាញ់គ្នាទៅវិញទៅមកខ្ញុំទៅតែនិយាយពាក្យដល់ពិតជាពិសេសណាស់ឥឡូវហ្នឹងណាគេអៀនមុនចាញ់ណានោះអ្នកអៀនណានោះហេមិនអត់ស្ដាប់ខ្ញុំនិយាយចឹងបន្ទាប់មកសាច់រឿងក៏កាន់មក4ឆ្នាំក្រោយមកដែលពេលហ្នឹងអបយូគីយ៉ាបាននិយាយទៅកាន់មីគូថាខ្ញុំស្រឡាញ់អ្នកមីគូបន្ទាប់មកមីគូក៏បានតបថាខ្ញុំក៏ដូចគ្នាដែរខ្ញុំស្រឡាញ់អ្នកយូគីយ៉ាមកកុំធ្វើច្រើនចឹងអីហើយគាត់សារភាពប្រាប់ខ្ញុំមកថាមិញរំភើបចង់ហោះហើយត្រូវអត់យូគីយ៉ាបានតបនិយាយច្រើនម៉េះឥឡូវដល់ពេលដែលអ្នកត្រូវទទួលស្គាល់ថាអ្នកចាញ់ហើយបន្ទាប់មកពីរអ្នកគេក៏សម្លឹងមើលមុខគ្នាចឹងទៅស្លក់មើលមុខគ្នាចឹងហើយក៏បានដឹងថាហ្គេមស្នេហាដែលពួកគេចាប់បានតែមាននៅក្មេងហ្នឹងគឺមិនទាន់មានអ្នកឈ្នះទេឥឡូវហ្នឹងនិយាយទៅត្រង់ហ្នឹងគឺចង់មកន័យថាសារភាពស្នេហ៍ដាក់គ្នាទៅវិញទៅមកប្រហែលពួកគេស្រឡាញ់គ្នាតែចង់ឲ្យណាគេបង្ហាញអារម្មណ៍ពិតមុនបើណាគេបង្ហាញអារម្មណ៍ពិតមុនថាសប្បាយចិត្តយទៅចាញ់ទៅនឹងឲ្យយើងស្គាល់ថាអ្នកគ្នានឹងយកអ្វីដែលខ្ញុំចង់មានន័យចឹងចុះឥឡូវតមកសាច់រឿងយើងវិញបន្ទាប់មកយើងឃើញថាមីគូនិងយូគីយ៉ាកំពុងតែប្រកែកគ្នាដែលមីគូបាននិយាយថានោះយូឯងអៀនហើយយូគីយ៉ាវិញបានតបថាទេខ្ញុំតបានចាញ់ឯងវាគឺស្មើគ្នាអត់មានអ្នកចាញ់អ្នកឈ្នះឯងស្មើគ្នាឥឡូវចំណែកមីគូវិញបានតទៅវិញថាយូឯងច្រឹករឹងរូសម៉ែយូគីយ៉ានេះនឹងគ្មានថ្ងៃចោលទេបើយូឯងអត់ទទួលស្គាល់អញ្ចឹងប៉ុន្តែយូគីយ៉ាអ្នកដឹងអត់ថាម៉េចថាពាក្យ I love you ដែលអ្នកនិយាយមិញមុខរបស់អ្នកឡើងហត់ហ្មងឡើងគួរតាក់ទាញហើយបែបយូគីយ៉ាគាត់លឺអញ្ចឹងរៀងមុខឡើងក្រហមដែរហ្នឹងគេចាប់ផ្ដើមលួចអៀនតិចហើយឃើញណាមុខឡើងក្រហមទៀតណាយូគីយ៉ាចាំវាមានន័យថាខ្ញុំឈ្នះហើយទៅអត់បែបយូគីយ៉ាតបវិញមិនគិតចឹងមានខ្ញុំអ្នកគាត់ដែលដឹងថាអារម្មណ៍ខ្ញុំអៀនឬអត់យូឯងមិនខ្ញុំឯងកុំចេះតែនិយាយថាខ្ញុំអៀនកុំនិយាយផ្លេសផ្ដាស់ហើយបន្ទាប់មកមីគូបាននិយាយថាមកចាប់ដើមទៀតណាអត់អីទេឥឡូវអាមិញខ្ញុំឲ្យយូឯងស្មើខ្ញុំចុះឥឡូវហ្នឹងយូឯងសំណាងឲ្យយូគីយ៉ាដោយសារខ្ញុំល្អបន្ទាប់មកយើងក៏បានឃើញថាពូមីងម្ចាស់ហាងក៏បាននិយាយអំពីពួកគេដែរតែចែសក់ពើហ្នឹងបាននិយាយថាពួកគេទាំងពីរនាក់នោះកំពុងតែលេងវាទៀតហើយខ្ញុំមិនចាំថាហ្គេមស្នេហាវាមានលក្ខណៈបែបហ្នឹងទេចោះលោកចាំអត់ចាំមានន័យថាពួកគេផ្លាស់ប្ដូរច្បាប់ធ្វើមិនក៏ដោយឲ្យតែឈ្នះចឹងមើលទៅប្រហែលពួកគេទាំងពីរនេះនឹងរើអ្នកឈ្នះមិនឃើញទេចំណែកយូគីយ៉ានិងមីគូវិញឃើញថាយូគីយ៉ាបាននិយាយទៅកាន់មីគូថាខ្ញុំកើតខែមួយចាំមិនថាខ្ញុំអាយុបងយូឯងស្អីគេយូគីយ៉ាអ្នកឯងមើលទៅដូចជាកូនក្មេងដដែលនឹងព្យាយាមប្រកែកគ្នារឿងហ្នឹងហើយយើងក៏បានឃើញថាបងគេម្ចាស់ហាងហ្នឹងក៏បាននិយាយទៅកាន់ចែកกันដែរថាអីទៅកាន់ទៅប្រវាំងមួយក្នុងចំណោមពួកគេត្រូវតែទទួលស្គាល់ថាចាញ់មុនពេលហ្គេមបានបញ្ចប់បងស្រីសក់លឿងក៏បាននិយាយថាពួកគេធ្វើអីក៏បានឲ្យតែឈ្នះចឹងអាចបានចំជាអ្នកខ្លាំងឃើញអត់ខ្ញុំពិតជាចិត្តល្អណាស់ដែលជួយរៀបចំជួយអីពួកគេបានមកដល់អញ្ចឹងចំណែកបងប្រុសម្នាក់ហ្នឹងក៏បាននិយាយថាមកការពីកុមារភាពដែលមិនព្រមទទួលស្គាល់អារម្មណ៍ពិតប្រាកដរបស់ពួកគេមកយើងចាំទៅមើលពួកគេដោយរំភើបទៅបានហើយបងស្រីសក់លឿងក៏បាននិយាយថាខ្ញុំមិនគិតថាខ្ញុំឆ្អែតក្នុងការមើលវាទេបន្ទាប់មករៀងយូរដែរវាដល់ពេលដែលមីគូត្រូវទៅវិញហើយយូគីយ៉ាឥឡូវខ្ញុំទៅណាយូគីយ៉ាតបទៅលឿនម៉េចបន្ទាប់មកមីគូនិយាយបន្តិចនឹងនិយាយទៅកាន់យូគីយ៉ាថាវិធីបើកបោះវាសនការចូលរៀនវិទ្យាល័យគឺនៅថ្ងៃស្អែកត្រូវអត់យូគីយ៉ាតបត្រូវហើយមីគូនិយាយបន្តខ្ញុំសង្ឃឹមថាពួកយើងរៀនថ្នាក់ជាមួយគ្នាចោះណាគាត់លឺចឹងបែបយូគីយ៉ាចង់រៀងគៀងដែរណាគាត់ថាខ្ញុំអត់សូវខ្វល់ប្រហែលបើយើងអត់ក៏អត់ទៅចឹងហើយបន្ទាប់មកមីគូក៏បានដើរចេញទៅនៅពេលនាងដើរជិតដល់ខាងទ្វារចេញនាងក៏បានងាកមកហើយជម្រាបលាទៅកាន់លោកពូម្ចាស់ហាងហើយនាងក៏បានអរគុណសម្រាប់អាហារផងដែរលោកពូក៏បាននិយាយមិនអីទេចឹងទៅផ្ទះដោយសុវត្ថិភាពណាហើយបន្ទាប់ពីមីគូបើកទ្វារចេញទៅបាត់
អាប៉ែយូកាយ៉ាក៏បានបញ្ចេញចរិតប៉ាត់បណ្ដោយគឺថាអាប៉ែហ្នឹងលួចស្រឡាញ់មីគូមែនតើណាអើយចម្រៃយើយនាងនៅតែបន្តលេងសើចជាមួយបេះដូងខ្ញុំអញ្ចឹងហើយសិគេមិញនេះអរគុណសម្រាប់អាហារមួយនាទីមិញនាងធ្វើដូចជាក្មេងពឹសពេលហើយនាងនិយាយដូចជាកូនក្មេងហ្នឹងការនិយាយគ្នាទៅវិញទៅមករបស់នាងម្ដងចាស់ម្ដងកូនក្មេងធ្វើខ្ញុំចិត្តឈួតហើយនេះអូយនាងគួរស្រឡាញ់ខ្លាំងពេកអើយហើយលោកពូម្ចាស់ហាងក៏បាននិយាយថាអូយយូគីយ៉ាហ្នឹងវានិយាយការប៉ັດហើយស្មោះត្រង់នៅពេលដែលមីគូអត់នៅហ្នឹងអើយរបស់យោយហើយវិញมันវាកើតឡើងអញ្ចឹងហើយយើងក៏បានឃើញអតីតកាលរបស់យូគីយ៉ានិងមីគូផងដែរគេបាននិយាយប្រាប់យើងថាគេហ្នឹងគឺមិនដែលអៀននៅពេលនៅចិត្តមីគូទេតាំងពីហ្គេមចាប់តាមដំបូងខ្ញុំចាញ់គ្រោះអ្វីៗដែលពួកយើងបានធ្វើដូច្នេះហ្គេមស្នេហានេះគ្មានអ្វីក្រៅពីឱកាសមួយឡើយដើម្បីឃើញមីគូតស៊ូជាមួយនឹងការបរាជ័យប៉ុន្តែថ្ងៃមួយនៅក្នុងឆ្នាំទី2របស់ពួកគេនៅសាលាបឋមណាអ្នកនាងមីគូបាននិយាយពាក្យ I love you ដោយធម្មតាទៅកាន់គេទេតែពេលនោះពេលគេស្ដាប់ហើយឡើងក្រហមមុខញ៉ាំងរ៉ៃឡើងនេះប្រហែលឡើងក្តាស់សឹកជាហ្មងតើមកមីគូបាននិយាយថាអីហ្នឹងខ្ញុំគិតថាខ្ញុំឮសលេងបេះដូងមួយឯងអត់លោទេមិញនេះខ្ញុំគិតថាខ្ញុំសាំនឹងការស្ដាប់សម្លេងរបស់នាងនៅពេលនោះប៉ុន្តែវាឮពិតជាស្វីតណាស់ថ្ងៃនោះហើយនោះក៏ជាពេលមួយដែលខ្ញុំចាប់ផ្ដើមដឹងថាខ្ញុំចាប់អារម្មណ៍ទៅលើនាងហើយមីគូនាងបានលូតលាស់លឿនជាងខ្ញុំហើយនៅក្នុងចំណុចខ្លះរាល់កាយវិការដែលនាងធ្វើក៏អាចធ្វើខ្ញុំរំភើបញាប់ញ័របានដែរតោះមកយើងបានឃើញយូគីយ៉ានិងមីគូកំពុងដើរមួយគ្នាដែលមីគូបានសួរទៅកាន់យូគីយ៉ាថាផឹកអត់ផឹកដោះគោរបស់នាងណាពេលហើយយូគីយ៉ាក៏បានអរគុណទៅពេលហើយគេមើលទៅលើស៊ីយ៉ូដែរនៅក្នុងកំប៉ុងដោះគោរបស់នាងណាគាត់ធ្វើគេភ្ញាក់ហើយអៀនដែរយូគីយ៉ាអ្នកទៅភ្ញាក់ពីការគិតដោយការថាបដោយប្រយោលហ្នឹងនេះមិនបើខ្ញុំទៅភ្ញាក់អើរឿងហ្នឹងហើយយូគីយ៉ាក៏បានខំស៊ីយ៉ូហ្នឹងឡើយគាត់ខំផឹកហើយមីគូបាននិយាយទៅកាន់យូគីយ៉ាថាកុំខំវាហើយកុំផឹកវាទាំងអស់អីនិយាយទៅឡើងខ្ជូតហ្មងហើយយូគីយ៉ាបាននិយាយថាចាប់តាំងពីគេបានលងស្រឡាញ់មីគូហ្នឹងហ្គេមស្នេហាហ្នឹងចាប់ផ្ដើមខ្លាចជាអ្វីមួយដែលពិសេសជាងមុនណាហើយក៏ខ្លាចរឿងមួយចុះបើហ្គេមស្នេហានេះមិនដែលកាត់ឡើងតើនឹងមានអ្នកផ្សេងបាននាងហើយយើងក៏បានឃើញដែរថាយូគីយ៉ាបានជើមើលមីគូនៅមួយអ្នកផ្សេងហ្គេមស្នេហានេះប្រហែលជាអ្វីដែលធ្វើយើងមានតំណែងជាមួយគ្នាហើយហ្គេមមួយនេះវាបានបន្តបាន4ឆ្នាំហើយចុះស្អីទៅកាន់មកពេលបច្ចុប្បន្ននេះវិញយូគីយ៉ាកំពុងតអោយកាយទៀតហើយនាងពិតជាទលេសើជាមួយអារម្មណ៍ខ្ញុំណាខ្ញុំចិត្តនឹងផ្លាត់មាត់និយាយថាខ្ញុំស្រឡាញ់នាងហើយនេះបងស្រីសក់លឿងក៏បាននិយាយថាមកពីណៃនឹងស្រឡាញ់គេទាំងស្រុងចឹងហើយលោកពូក៏បាននិយាយម្ដងជាងការមនុស្សប្រុសមកអាចទប់ទល់នឹងការតាក់ទាញបានមែនហ្នឹងចុះត្រឡប់ដល់ពេលកន្លងមកនេះដែលខ្ញុំហៅនាងថានាងកទឿទូចទៀបហើយមានដើមទ្រូងរៀបស្មើហ្នឹងបើសិនបើនាងដឹងទៅនឹងយ៉ាងម៉េចទេនាងឃើញថាគេសម័យថាបើសិនមីគូដឹងអូយូឯងធ្វើដូចខ្លួនឯងលយធ្វើអីណាតែប៉ិតទៅគាត់ថាខ្ញុំខ្ជូតរហូតសោះណាយើងឃើញថាបែបយូវីយ៉ាហ្នឹងសម័យឃើញមីគូនឹងសើចចំអកគេលេងសើចមួយគេច្រើនណាស់តែវាដឹងថាគេនឹងលួចស្រឡាញ់នាងមែនតើអូយខ្ញុំនឹងស្លាប់សារការខ្មាស់អៀនហើយខ្ញុំមិនអាចឲ្យនាងប្រចាញ់ខ្ញុំបានទេខ្ញុំបានព្យាយាមផ្លាស់ប្ដូរខ្លួនឯងតាំងពីថ្នាក់ទី4ដើម្បីនាំមុខនាងខ្ញុំបានខ្ពស់ជាងមុនដែរឥឡូវណាតោះមកស្អីសក់នឹងក៏បានសួរទៅកាន់យូគីយ៉ាពីហានស្លហើយគាត់បានប្រាប់ឲ្យយូគីយ៉ាទៅថាហានហ្នឹងល្អទៅអត់យូគីយ៉ាបានតបថាត្រូវហើយនិយាយតាមត្រង់ទៅសក់របស់គាត់គឺបានផ្លាស់ប្ដូរហើយខុសពីមុនហើយអ្វីបានជាអ្នកគិតថាវាគ្មានប៉ះពាល់ដល់នាងប្រហែលពីអូនឯងក្មេងពេកចឹងហើយដូចជារបៀបដែលអូនឯងគិតថាម៉ូតសក់អូនឯងហ្នឹងគឺគ្រប់គ្រាន់ដើម្បីឈ្នះនាងសូម្បីឪពុកនោះក៏បាននិយាយប្រាប់លោកចៅសក់លឿនថាក៏បាននិយាយចឹងដែរយូគីយ៉ាដែរហើយបន្តពីថ្ងៃហ្នឹងមកថ្ងៃស្អែកក៏បានម្ដងតែត្រូវទៅសាលាហើយគេបើបវិសនកាលយូរយ៉ាងមកនិយាយថាអូត្រូវហើយខ្ញុំគួរតែធ្វើវាមកខ្ញុំគិតថាខ្ញុំឈួតតាមមួយផ្លែដែរហើយយើងក៏បានឃើញថាម៉ានទីមុនហ្នឹងគេធ្វើមកសំមួយឡើងគួយសើមែនតើហើយគេប្រាប់ឲ្យបងស្រីរបស់គេជួយគេផងហើយឥឡូវហ្នឹងគេបានទាសភៅ manga មួយរឿង romance ណាគេមើលពីកន្លែងscript និយាយពេលទូប្រុសនិយាយសារភាពស្នេហ៍ទៅកាន់ទូស្រីប្រហែលគេចង់និយាយតាមក្រុមហ្នឹងនិយាយទៅដាក់មីគូបន្ទាប់ពីគេមើលបានរៀងយល់ទៅហើយស្រាប់តែគេបានឃើញទៅពេលមួយដែលពេលបានឃើញមីគូបានដើរជាមួយប្រុសផ្សេងតែគេក៏បាននិយាយថាគេគឺគ្មានជំរើសទៀតទេឥឡូវហ្នឹងនិយាយតាមត្រង់ទៅគេពេលខ្លះក៏ឆ្ងល់ដែរតើមីគូនោះស្លាញ់គេវិញអត់ដោយសារពួកគេហ្នឹងបានលេងហ្គេមហ្នឹងជាមួយគ្នាអស់រយៈពេល4ឆ្នាំហើយប៉ុន្តែខ្ញុំមិនអាចធ្វើជាមនុស្សស្មោះត្រង់ 100% បានទេខ្ញុំមិនអាចធ្វើកាយវិការទៅដាក់នាងបានសោះខ្ញុំមានអារម្មណ៍ថាខ្លួនឯងល្ងងណាស់ដែលធ្វើចរិតកំសាកបែបហ្នឹងខ្ញុំថាមិនល្អគ្រប់គ្រាន់សម្រាប់នាងទេបើមិនខ្ញុំធ្វើបែបនេះខ្ញុំចង់ធ្វើបរិបទដ៏អស្ចារ្យដែលធ្វើនាង
ឡើងទទួលស្គាល់ថាខ្លួនឯងចឹងហើយនៅពេលដែលខ្ញុំឈ្នះនាងខ្ញុំនឹងសារភាពស្នេហ៍ទៅកាន់នាងវាចឹងហើយឥឡូវខ្ញុំនឹងទៅយើងមីគុនៅផ្ទះរបស់នាងបន្ទាប់ពីទៅដល់នាងនឹងបើកទ្វារបន្ទាប់មកមានបរិសម្នាក់ឡើងគួរតែទាញនៅមុខនាងហ្នឹងហើយនិយាយពាក្យថា morning ទៅកាន់នាងហើយបាននិយាយថាអ្នកគឺ cute ដូចរាល់ដងអញ្ចឹងមីគុនេះគឺជាអ្វីដែលយូគីយ៉ាក្រុងនឹងធ្វើនៅពេលគាត់ចេញទៅដល់ផ្ទះមីគុដល់ពេលគាត់ហើយគាត់ក៏បានបញ្ញារត់ទៅបើកទ្វារត្រៀមខ្លួនទៅមីគុនៅសាលាវិទ្យាល័យនេះខ្ញុំនឹងមិនដូចកាលមុនទៀតទេតោះមកប្រហែលផងទឹកមុខរបស់គេក៏បាក់ទឹកមុខភ្លាមដែរដោយសារតែគេប្រឹងទៅយកមីគុនៅផ្ទះតែដល់ពេលគេចេញមកដល់ឃើញមីគុមកចាំគេនៅមុខផ្ទះបាត់ហ្នឹងហើយសំខាន់នាងជាមួយនឹងឯកស្ថានមួយនេះឡើងខ្ជូតយកហ្មងហើយយើងមើលតែពាក់យូយ៉ាចង់ធ្លាក់ថ្លើមក្លុកទៅហើយអើយទេពអសរមែនហ្នឹងខ្ញុំបៀងឌូខ្លួនហ្មងនេះអើយជប់សិនមិនបាននាងខ្ជូតម៉ែជាមួយនឹងឯកស្ថានសាលាមួយនេះតើមកមីគុកបាននិយាយថាឲ្យខ្ញុំទាចាំមើលតែបេះដូងយូឯងលុចញាប់មែនទៅពេលឃើញខ្ញុំជាមួយនឹងឯកស្ថានសាលាហ្នឹងឡើបែកយូកាយ៉ានិយាយថាអើយឈប់វាទៅឈប់ធ្វើកាយវិការខ្ជូតចឹងទៅមើលថាបែកកាស្តាយូកាយ៉ាចិត្តងាប់ហើយចំណែកមីគុកវិញនាងពិតជាសប្បាយចិត្តមែនតើដោយសារនាងមកឃើញយូកាយ៉ាបញ្ចេញមានប្រតិកម្មបែបហ្នឹងដាក់នាងហើយនាងបាននិយាយយើងដឹងថានាងងើបតាំងពីព្រលឹមហើយចំណាយពេល2ម៉ោង prepare វិញនិយាយទៅនាងងើបរៀបចំខ្លួនតាំងពីព្រលឹមយ៉ាងហ្មងនិយាយទៅនាងត្រូវតែប្រកាសថាស្បែករបស់នាងគឺចែងចាំងស្អាតយ៉ាងហ្មងមានរាងស្អាតនាងមិនគិតក្នុងចិត្តថានាងមិនគិតថាយូគីយ៉ាយល់ពីវាទេហើយអ្វីបានជានាងserious ពី game មួយហ្នឹងហើយអ្វីបានជានាងចង់ឈ្នះ game មួយនេះសារនាងចង់ឲ្យគាត់ទទួលស្គាល់ថានាងគឺជាមនុស្សស្រីម្នាក់ដែរដោយសារតែនាងតែងតែលងស្រឡាញ់ជាមួយគាត់ដែរអើយចឹងមានន័យថាពីអាហ្នឹងគឺលួចស្រឡាញ់គ្នាតែអត់ដឹងថាម្ខាងទៀតគេស្រឡាញ់វិញឬអត់ទេនិយាយទៅយូគីយ៉ាស្រឡាញ់មីគុតែដឹងមីគុស្រឡាញ់វិញទេមីគុក៏ស្រឡាញ់យូគីយ៉ាតែដឹងយូគីយ៉ាស្រឡាញ់វិញដែរហើយនាងគិតថាវាដំណើរការបន្តិចដែរមួយថ្ងៃហ្នឹងតែអបយូគីយ៉ានៅតែអត់ព្រមទទួលស្គាល់អញ្ចឹងហើយមីគុបាននិយាយខ្លួនម្នាក់ឯងថាវាគ្មានន័យអីទេបើសិនបើនាងគាត់តែនិយាយវាទៅខ្លួនឯងនិយាយទៅគឺខ្ញុំចង់លើយូគីយ៉ានិយាយប្រាប់ខ្ញុំថាគឺខ្ញុំខ្ជូតដោយមាត់របស់គាត់ផ្ទាល់ចឹងហើយខ្ញុំត្រូវតែឈ្នះកិត្តិយសរបស់ខ្ញុំក្នុងនាមជាមនុស្សស្រីគឺអាស្រ័យលើនឹងហើយនាងក៏បាននិយាយទៀតដែរថាវាមិនអីទេខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតអំពីសមត្ថភាពរបស់ខ្ញុំត្រូវតែពឹងដាំទ្រឹងដល់សម្ភាររបស់ខ្ញុំនេះឲ្យខ្ពស់ឡើងនឹងគឺជាពាក្យដែលមីគុនិយាយអូហើយម្យ៉ាងទៀតយូគីយ៉ាថ្ងៃហ្នឹងគឺគាត់សង្ហានេះគាត់មើលទៅសង្ហានេះជាមួយនឹងឯកស្ថានសាលាមួយនឹងដែរហើយគាត់ធ្វើមកសក់ទៀតអូយឡើងលយតែគាត់ធ្វើមកសក់ហ្នឹងដល់ខ្លួនឯងមែនអូយឡើងខ្ជូតហ្មងពីមុំគាត់ធ្លាប់តែអត់សូវតាក់ទាញតែឥឡូវគាត់ធ្វើឲ្យបែបដូចខ្ញុំដូចញាប់មែនតែណាគេឲ្យសិតគាត់មកធ្វើអញ្ចឹងដាក់ញាប់ហើយមួយទៀតខ្ញុំធ្លាប់សម័យឃើញគាត់ពេលឯកស្ថានសិនអញ្ចឹងរាប់មិនអស់ដងហើយខ្ញុំគិតទុកជាមុនបាត់ទៅហើយថាគាត់នឹងសង្ហាបែបហ្នឹងបន្ទាប់មកមីគុបាននិយាយបញ្ឆោតចិត្តខ្លួនឯងកុំឲ្យយូគីយ៉ាដឹងថានាងកំពុងអៀនគឺនាងបាននិយាយថាអូយមិនអីទេហើយបើយើងមើលតែកាន់អបយូគីយ៉ាគាត់កំពុងតែឈើគិតរឿងអីមួយហើយតែពេលនោះមីគុបាននិយាយទៅកាន់យូគីយ៉ាណែយូគីយ៉ាតែខ្ញុំខ្ជូតខ្លាំងពេកមែនដល់ថ្នាក់យូឯងក៏ហ៊ានមើលខ្ញុំចំដល់ថ្នាក់អបយូគីយ៉ាហ្នឹងគៀងណាគាត់អៀនខ្លាំងតែគាត់ប្រឹងទុកគាត់បាននិយាយទៅកាន់ខ្លួនឯងថាតាំងចិត្តឲ្យខ្ពស់យូគីយ៉ាកុំចាញ់សម្រស់របស់នាងអីបើសិនមកខ្ញុំបដ ឲ្យនាងឈ្នះចិត្តខ្ញុំទៀតវានឹងខ្លាចជាវត្តសន្តានាដែរដោយការរៀននៅបឋមទៀតហើយខ្ញុំមិនមែនជាបរិសុទ្ធទុនជ្រាយដោយការមុនទៀតទេហើយខ្ញុំម្នាក់នេះនឹងធ្វើឲ្យនាងដឹងថាខ្ញុំម្នាក់នេះគឺខុសពីមុននិយាយម្នាក់ឯងក្នុងចិត្តចប់យូគីយ៉ាបានដើរទៅរកមីគុនឹងយកដៃទៅផ្ទប់នាងនឹងជាងយ៉ាមើលក្នុងរោនេះគ្នាឃើញហើយក៏បាននិយាយទៅកាន់មីគុថាណែមីគុមិនមែនជាយូឯងទេមែនដែលលួចមើលខ្ញុំណាពេលហ្នឹងដោយសារចុចគ្នាពេកដល់ធ្វើពីហ្នឹងអៀនមកហើយមីគូក៏បានកើក្នុងចាចប់សម័យហ្នឹងគេប្រើ style យកដៃច្រត់ជាងហ្នឹងទៀតហើយមួយទៀតមីគូបានចាប់អារម្មណ៍ថាលេអាវទី2របស់យូគីយ៉ាហ្នឹងគឺរបូតអើយតានេះអាប៉យូគីយ៉ាចង់សាកល្បងជាមួយយើងមែនណាគេនេះពិតជាក្រអឺតកតើមែនគេពិតជាបានត្រៀមខ្លួនរួចរាល់សម្រាប់រឿងមួយនេះហើយយូគីយ៉ាយូឯងនៅក្មេងខ្ចីណាស់បើបសោយនៅស្ទើណាយូឯងចង់តតាំងមួយខ្ញុំមែនចាំ10ឆ្នាំទៀតទៅឥឡូវនៅស្ទើកើម្នាក់ឯងចប់សម្រាប់ពេលហ្នឹងមីគូបានយកដៃទៅសេរីក្បាត់កឲ្យយូគីយ៉ាតែម្ដងគឺនាងបានកាប់លាវអាវហើយនឹងសេរីក្បាត់កគាត់តោះមកមីក៏បាននិយាយទៅកាន់យូគីយ៉ាថាតើគេដឹងហើយថាចង់សង្ហាហើយចង់លយតែមើលទៅរៀងទាស់ណៃតិចការរៀបចំខ្លួនញញតែវានេះគឺធ្វើឲ្យប្រូយូគីយ៉ារៀងអៀនដែរពេលហើយមីក៏នៅបាននិយាយចំអកទៅកាន់យូគីយ៉ាថាហេភ័យមែនហ្នឹងពេលមានដៃស្រីស្អាតដូចខ្ញុំប៉ះអញ្ចឹងយូគីយ៉ាតប
bà khi bà nói cho khi mẹ đâu mấy tôi mới nói chân chết vô giá bắn đá được chắc đây mi cứu vô làm đâu canh đây nía nè tay của mơ tức bố ok rồi tôi bị canh đây kia ấy lần yên từ son khang vô mong thôi vô giá ban vậy thà ui nè thời nhung khái với nè tay ba lúc ấy chặt tay nhóm là niên vậy tạo tao ban chân tới cái thời vô giá ngồi đấy trongมีเรื่องจะมาประกาศวันนี้บ้างไหมว่าจบสันตาโนปาปอดอันนี้แมนมีคุบ้านต่อตัวเองแทนเมื่อตัวอยู่ไอ้ปัจจุบันสาของปะใดมีแต่ตัวยังก็อย่างไรก็ตรงบ้านได้ยังมาโยกย้ายบ้านต่อตัวกันมีคุอินทานมีคุอยู่ไอ้ออสซิซี่มีเพียบจิมนุปิงไปติ๊กซอกจะรักเลิกคนเขมรจังซอกประกอบแล้วทารามจีไรอะแมนได้มาต่อไปลือจังห้อยเธอมีคุขนาดอยากไปอยู่ย้ายแมนแต่นั่นนี่หลังคิวจังมองขังใจไปอยู่ย้ายไปมีคุอันนี้แทนยังไปวันนั้นตอนจีสับจีไรเตี้ยแล้วไปนู้นเนี้ยบ้านเราสปุตเนี้ยลังเลยการในใครยังงูนะตัวก็เอาไปอยู่ยาลังเกียงยังมองแหน่ไม่ได้ชิวดอทเด้วิคืออดอยู่ทั้งประเทศไม่ได้อะไรนั่งอะไรเจ้าเรื่องมันจ้องก็อยู่ไอ้ออนไลน์ดอกในจะเป็นยมบ้านได้เลยนะตัวมันอยู่ยาบ้านซูเนี้ยแท้ให้ผังเรียนโดยเสียแบบนั้นแมนคือก็เคยเนี้ยเราสปุตเคยไปให้มีกุสุธากดเอียนเนี้ยแมนแต่พอตึกกดประจานเลยก็คลายปรับใส่เคยมีกุจังได้ก็มาแบบมีกุธาสะกัดเมื่อปรับเส้นติดไปเมื่อมาเนี้ยนึงแบบน่ะมีกุตอบอยู่ไอ้กัดจังพายมาไปอยู่ไอ้เมื่อมันยังขนมในแบบนั้นได้ต่อมายังเคยทาบุกเกอในใหญ่ปากไก่นั่งเราต่อปอนสไลบอกอยู่กี่อย่างใจมาทาโอ้ยทาเฮ้ยเอาเตอร์เรียนนะแม่กูเตอร์เรียนแล้วอย่าเตอร์ยืดนะเตอร์ตัวนะตอนจันเตอร์มันปุกเกพี่เนี่ยพยายามใจมาไปรถมาตามเพลยังเคยทาอยู่กี่อย่างนะไม่กูนั่งใหญ่เนี่ยได้อยู่กี่อย่างมันใหญ่ทาโอ้ยยังสั่งแต่มาอยู่ขนมไทยที่มือบอลย้อมว่าซาจะเรากำลังดูบอลอยู่ไอ้นะไม่กูอยู่ไอ้นะไหมยังน่าก็ได้ยังน่าก็ดูอยู่ไอ้เนี่ยไม่กูให้เจ้าสไตล์ทรอนเชนน่ะไม่วิ่งจะห้อยพี่ยิ้มทำโมสอนจังนั่งทั่วจะลอยด้วยแม่เมื่อในทาวิซอมมูอยู่ไอ้หนังอ้อยอยู่ไอ้ก็พงเราสอนสลาบวยอยู่ไอ้นั่นทาอยู่ไอ้ใจเธอมีกูคนใหญ่ละอยู่กี่อย่างหลังจกมาแบบอยู่กี่อย่างก็ชอบรถให้ก็เชิญสกิลซึ่งลำดอกก็เชิญสำนักเมื่อแต่การมีกูให้มีกูเคยจังเนี่ยกับบ้านชอบรถนั่งเชิญบ้านมุกมอกันอยู่กี่อย่างเด็กเนี่ยถ้าอยู่กี่อย่างกับบ้านดาเตอร์เนี่ยให้นั่งใหญ่ทามันประกอบเลยยังควรละจ้องเคยอยู่ไอ้เขาเจ็ดออนจัดมาดองเดียวเลยแต่ปัญหาคือยมสบายใจเลยลือจังมีกูกับบ้านเธอมุกขนาดอยากไปอยู่กี่อย่างดองเดียวเลยมาหลังคิวเยอะมองแน่อยู่กี่อย่างไอ้เรามาบ้านนะมีอะไรอยู่ไอ้ได้กับพงพลิกลุนให้พูดเรียงคนไอ้เนาะโดยปลาเชิงได้อยู่ไอ้กับสารนั้นยำโอ๊ตแก้วโอ้ยเชื่อมองให้บรรทอมาพวกแกก็บ้านเรื่องบรรทอแต่เรียนตื่นน้อยจังใส่เรื่องเพียรที่มือบางยังก็มาtìm choตลงได้สกอมทานอย่างนี้โจทย์จุดในวิดีโอวันนี้ให้กดคลิกจุดไลค์ subscribe ยังแหนมมวยเพาะจังยังโดยจีเมนต์ไปลังเตะจุดคะแนนในวิดีโอเราอีกบ่อย